បន្ទាប់ពីប្តីជនជាតិចិនបាននាំប្រពន្ធជនជាតិខ្មែរដល់លេងនៅខេត្តជីងឆុងឈុងឈៀងហើយប្រពន្ធជនជាតិខ្មែរយើងរៀងបាសសក់បន្តិចហើយដោយសារងើបមកព្រឹកនេះចាគឺគ្មានបានសិតសក់ទេហើយងើបមក5ភ្លឺទៀតបងប្អូនអូយាយម៉ែនហើយដើម្បីរត់មកចាជិះរថភ្លើងរបឿនលឿនប្រចាំស្រុកនេះហើយខ្ញុំគិតថាមានតែខ្ញុំទេបងប្អូនពេលដែលឃើញអាប់ស្រុកនេះចាស្អាតមែនតើហើយនឹកឃើញកាទៀវស្រុកខ្មែរដោយសារតែវាហុយដូចគ្នាមកចិនប្រហែលថ្ងៃនេះខ្ញុំនឹកកាទៀវស្រុកខ្មែរខ្លាំងណាស់ហើយកន្លែងនេះគឺថតចំមុខក្មួយព្រោះខ្ញុំលើកខោអូយឡើងល្អសោតបើសិនជាយើងមានគូគុំលំលងអីសោះទៅសេពី I love you ដាក់ឈ្មោះទាំងសងខាងហើយចងនៅក្បាលស្ពាននេះអត់ដឹងស្ពាននេះឈ្មោះអីទេតែគេថាស័ក្តិសិទ្ធិមែនតើគឺពេលដែលយើងលោតទឹកទៅគឺគេរកយើងមិនឃើញទឹកញីលេងបងប្អូនឃើញទឹកថ្លាចាត្រឡប់ចង់លោតចាគឺយើងសរសេរឈ្មោះទាំងសងខាងហើយដាក់ពី I love you forever you are the one in my heart forever in my life not you I will no marry other woman or other man ហើយកុំភ្លេចអក្សរបងប្អូនត្រូវចងនៅក្បាលស្ពាននេះឲ្យបានថាជាការពិតណាមិនចេះទេប្រជាជនជាតិចិនគឺលឺភ្លេងខ្មែរអត់បានទេចង់រាំដែរហើយប្រជាជនជាតិចិននេះគឺដូចប្រពន្ធជនជាតិខ្មែរម្នាក់នេះណានៅពេលដែលឃើញរបស់ free ចាគឺថាសប្បាយចិត្តអូស្ទះណាបងប្អូនអើយមិនណាហេងពួកខ្ញុំដល់អូតែមុនឥឡូវខ្ញុំសូមមករួមធួឲ្យបងប្អូនមើលមួយសិនហើយលឺប្រជាជនជាតិចិនប្រាប់ថាបន្ទប់នេះមួយយប់គឺតម្លៃ 2-300 ចាគឺថាគាត់ចេះលុយមិនស្ទើរទេដើម្បីឲ្យនេះបានអាសេទាខ្ជិះខ្ជុនេះមានទាំងថ្នាំផ្ទះថ្មិញលេបខ្លួន baby ទាំងអស់ប្រពន្ធជនជាតិខ្មែរយើងហ៊ានមែនតើបងប្អូនហ៊ានប្រជិនមុខស៊ីងនិយាយតែមួយថ្ងៃនេះគ្មានពេលតែងខ្លួនមិនអាប់ពីបងប្អូនអើយហើយនេះថតនឹងឆ្លៀតចង់អួតបិជើងឲ្យបងប្អូនមើលឥឡូវមកសម្ភារប្រពន្ធជនជាតិខ្មែរយើងបន្តិចមើលថាមិនដែរទៅរស់នៅប្រទេសចិនមួយថ្ងៃនេះចាគឺថាមានជាការនឹកស្រុកខ្មែរជាខ្លាំងហើយបើកូនកាត់ម្នាក់នេះចានិយាយទៅគឺអាំងតែគេកូនកាត់អញ្ចឹងគេទៅនៅស្រុកណាក៏បានដែរនិយាយរួមទៅបើសួរពីអារម្មណ៍របស់ប្រពន្ធជនជាតិខ្មែរយើងគឺចង់ប្រាប់ថាមិនមែនប្រទេសចិននេះមិនល្អទេព្រោះថាប្រទេសនេះទៅនៅក៏ទៅនៅស្អាតក៏ស្អាតនឹងចង់សម្ដៅទៅលើស្អីស្អាតថោស្អាតនិយាយលេងបងប្អូនចាទេសភាពគេក៏ស្អាតដែរហើយបើរឿងធ្វើទីសា marketing ចាសេវាកម្មអីហ្នឹងខ្ញុំឲ្យលេខ1ហើយខ្ញុំឆ្ងល់គេបានកណិតគេបាន idea អីមកពីណាបកកែធ្វើម៉េចហើយសំខាន់ជនជាតិចិនហ៊ានគិតហ៊ានធ្វើទៀតណាដូចហាងតែហាងនំនេះអញ្ចឹងឲ្យភ្លក់មួយឆ្អែតថាបើយើងអត់ទិញក៏អត់ជេរយើងដែរហើយខ្លាចតែយើងអត់ដឹងថាគេមានលក់តែចាកវីតែនៅមុខហ្នឹងឲ្យយើងហិតទៀតហើយបើហាងពលឺភ្លើងពណ៌មាសនេះពេលខ្ញុំដាក់កាច់ខ្ញុំដំបងគិតថាចាអូក្រៅខេសុកនេះទៅនៅប៉ុណ្ណោះឥឡូវគេឲ្យស្អាតធំឡាយនៅលើហាងគេទៀតណាហើយបើជំនឿគេដាក់មកអួយដុបដូចនៅក្នុងក្លឹបអញ្ចឹងបងប្អូនធ្វើឲ្យកូនកាត់ជ្រួច្បល់ចារំតាមគេនៅកណ្ដាលផ្លូវដែរនិយាយទៅបើសិនជាយើងអត់ចេះចិនហើយអត់បានដើរចូលក្នុងហាងគេអាចនឹងច្រឡំថាកាអូខេឬក៏ក្លឹបតែប៉ាត់ហាងគេហាងលក់មាសសោះបងប្អូនអើយនិយាយទៅហាងលក់មាសឡើយនេះ2-3ហាងហើយគឺគេដាក់ស្អាតរំជាងនៅមុខនឹងយកហ្មងពួកអីស្រុកនេះគឺគេពេញនិយមរំឡាយជាងឡាយអញ្ចឹងចាឥឡូវគឺគេដាក់ឡាយរំជាងនៅមុខនឹងដែរមើលអូហើយបងប្អូនបើបានឃើញអានេះគុំភ្លេចទៅញ៉ាំវាមានប្រទេសដូចឈីនៅខាងនិយាយទៅមិនឈីដូចទៅដោះគោតិចអីបន្តិចនៅពីក្រោយហ្នឹងតែហាងខ្ញុំទិញនេះហ្នឹងអត់សូវឆ្ងាញ់អត់សូវស្រស់ចាបើបងប្អូនទិញចំមកស្រស់ឆ្ងាញ់ហ្មងអូហើយបើហាងលក់មាសនេះវិញបងប្អូនគេអត់ដាក់ស្អាតរំលើហ្នឹងទេគេដាក់បរោះសង្ហាចាដូរមុខលេង account ចិនហើយបើនិយាយពីមនុស្សវិញគឺរោមមើលមិនតិចទេបងប្អូននេះជាងយើង boot like boot page boot post ទៀតណាតែក៏ខ្ញុំចង់ដឹងដែរថាហាងហ្នឹងអញ្ជើញបរោះសង្ហាដូរមុខរំ account ចិននៅមុខហាងហ្នឹងមួយថ្ងៃអស់លុយប៉ុន្មានធ្វើ branding មួយថ្ងៃបានប៉ុន្មានហើយមួយថ្ងៃលក់បានប៉ុន្មាននេះចាយនេះដូចចង់សើប្រវត្តិរស់ស៊ីរបស់គេនេះចាយតែពិបាកដែរស្រុកនេះម្នាក់បកកែធ្វើ marketing អញ្ចឹងដឹងតែដៃគូប្រកួតប្រជែងឈឺក្បាលពេញហ្នឹងឯងបងប្អូនអើយចា vlog នេះមានតែប៉ុណ្្នឹងទេរៀងខ្លីបន្តិចហើយយើងជួបគ្នានៅ vlog ក្រោយរៀងវែងណាបងប្អូនអញ្ចឹងកុំភ្លេចចូលមើលផងណាអរគុណច្រើនជំរាបលាបាយបាយ